សួស្តីបងប្អូនអរគ្នានេះគឺជា Honda Dream 2021ដែលខ្ញុំទើបទិញទុំប្រហែលជា2សប្តាហ៍ក្រោយចូលឆ្នាំខ្មែរមួយថ្ងៃបាទតម្លៃវាអ្នកទាំងអស់គ្នាគាត់ចឹងដឹងនៅបច្ចុប្បន្នពេលមុនចូលឆ្នាំវាឡើងតិចចឹងណាតែពេលខ្ញុំទិញក្រោយចូលឆ្នាំមួយថ្ងៃខ្ញុំទិញហ្មងហ្នឹងគឺជា Honda Dream 2026ពេលយើងមើលតែវាអែបមួយយ៉ាងដែរបាទខ្ញុំជិះបាន400គីឡូខ្ញុំជិះពីខេត្តមកហើយជិះនៅនេះបានប្រហែលជា4-5ថ្ងៃអញ្ចឹងណាបាទដាក់លេខភ្នំពេញហើយសំឡេងវាអ្នកនរដឹងហើយប៊ិចហើយនឹងបេនខុសគ្នាវារៀងសំឡេងរៀងធំជាងសំឡេងម៉ូតូប្រើបេនបាទអញ្ចឹងដល់ពេលម៉ូតូខ្លួនឯងអញ្ចឹងយើងអាចថតខ្លួនឯងផ្ទាល់ខានថតវីដេអូខ្លួនឯងផ្ទាល់យូរហើយមើលពាក់ព័ន្ធតម្លៃវិញតែខ្ញុំទិញខ្ទង់2400អត់ដល់ហ្នឹងទេតែខ្ញុំទិញពេញណាបាទក្រោមនឹងបន្តិចពេលមុនចូលឆ្នាំលើសហ្នឹងបន្តិចដល់ពេលក្រោយចូលឆ្នាំមកអត់ដល់2400ទេខ្វះបន្តិចទៀតបាទហើយមានមួកបញ្ចក់អីធម្មតាអញ្ចឹងហើយផ្លាកលេខស៊េរីអញ្ចឹងបាទជាងជីពីពេញមកដល់កប៉ោតគឺអស់ទង់160គីឡូហើយខ្ញុំជិះទៅកប់ផ្លាកលេខអីចឹងទៅទង់200គីឡូខ្ញុំជិះនៅនេះប្រហែលទង់មួយទឹកជាងទៀតជាងវាអស់ទង់400គីឡូហ្នឹងចឹងម៉ូតូហ្នឹងគឺទង់មក400គីឡូទេបាទទេគាត់ថតលេងខ្ញុំពី0ទៅ6វាងវាសាក់ស៊ីប៊ិចបេនសំឡេងតែមលេចក្លោមកចឹងណាទិញអត់បានអត់ណាម៉ូតូទិញដល់អត់មានពេលអត់ធ្វើការរហូតម៉ាស៊ីនស្អាតម៉ាស៊ីនស្អាតលើមើលរូបវាទាំងមូលហ្មងថតពីឆ្ងាយម្ដងអូខេវីដេអូមានប៉ុណ្្នឹងណាអរគុណច្រើនបាទមានចម្ងល់អាចខមមិនបានបាទ